ជំរាបសួរមនស្សសិក្សាស្វាគមន៍មកកាន់ Channel រៀនជំនាញកុំព្យូទ័រសាន99និង Mr. ហុកគឹមឡុងនៅថ្ងៃនេះខ្ញុំចង់បង្រៀនមិត្តអ្នកសិក្សាអំពីកម្មវិធីCorel Draw របៀប design logo អញ្ចឹងដោយសារមួយរយៈនេះគឺខ្ញុំជាប់មមាញឹកទៅនឹងការងារអត់សូវបានថតជាវីដេអូជូនដល់មិត្តអ្នកសិក្សាអរគុណរាល់ការចំណាយពេលវេលាតាមដាននិងការចុច Subscribe ចឹងថ្ងៃនេះសូមរៀនជាមួយខ្ញុំទាំងអស់គ្នាជាមួយនឹងកម្មវិធី Corel Draw 2021អូខេនៅពេលដែលបងប្អូនបើកកម្មវិធី Corel Draw វានឹងចេញផ្ទាំងបែបនេះដូច្នេះដើម្បីបង្កើតជា background ថ្មីនោះគឺបងប្អូនចុចកន្លែងពាក្យថា file នៅក្នុងពាក្យ file គឺយើងជ្រើសរើសយកពាក្យថា new អញ្ចឹងពាក្យ new នេះមានន័យថាយើងបង្កើត background ថ្មីសម្រាប់ធ្វើកិច្ចការងារបើសិនជាបងប្អូនគិតថាយក file ហើយយើងយកពាក្យ new ប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញអានេះវាដូចទៅនឹងកម្មវិធី Adobe Photoshop ដែរបងប្អូនចុចយកពាក្យថា control បូកអក្សរ n បាទអញ្ចឹង control បូកអក្សរ n គឺមានន័យថាយើងបង្កើត background ថ្មីមួយឥឡូវខ្ញុំសាកល្បងមើលគឺខ្ញុំចុច control បូកអក្សរ n អូខេខ្ញុំអត់ចុច file ទេខ្ញុំចុច control ហើយបូកអក្សរ n នៅលើ keyboard អញ្ចឹងវានឹងបង្ហាញផ្ទាំងមួយឲ្យយើងគឺពាក្យថា create a new document បាទអញ្ចឹង create a new document នេះគឺយើងសម្រាប់បង្កើតនៅ background ថ្មីយកមកធ្វើកិច្ចការងារឥឡូវនៅកន្លែងពាក្យថា general បាទនៅខាងក្រោមនេះគឺគេដាក់ថា general បន្ទាប់មកគឺ name កន្លែងឈ្មោះ name នេះគេចង់បង្ហាញអំពីរបៀបវាយឈ្មោះឯកសារដូច្នេះបងប្អូនអាចដាក់ឈ្មោះឯកសារនឹងមកហើយទំហំគេឥឡូវខ្ញុំសាកវាយឈ្មោះឯកសារកន្លែងខ្ញុំដាក់ថាបាទ create thing logo រួចហើយគឺpreset គឺយើងយកពាក្យថា custom ដដែលបន្ទាប់មកគឺពណ៌ជាទូទៅក្នុងនឹងគេដាក់ថា primary color mode គេចង់ឲ្យយើងជ្រើសរើសនៅប្រភេទពណ៌ណាមួយប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនគឺយើងយកពាក្យ RGB color ទៅបើសិនជាម៉ាស៊ីនគេឲ្យយើង design នៅក្នុងកម្មវិធីនៅក្នុងពណ៌ CM8K អញ្ចឹងណាតែឥឡូវខ្ញុំយក RGB color ទៅហើយទំហំឥឡូវគឺ logo ហ្នឹងគឺយើងគិតនៅក្នុងកន្លែងនេះគឺយើងយកពាក្យថា pixel យក custom បន្ទាប់មកគឺអ្វីដែលបងប្អូនត្រូវជ្រើសរើសបងប្អូនជ្រើសរើសយកពាក្យថា centimeter បាទវាងាយស្រួលក្នុងការគិតឥឡូវខ្ញុំដាក់ logo ហ្នឹងដាក់ថា10 cm ហើយ weight មានន័យថា height វាគឺ10 cm គ្នាមានន័យ resolution ខាងក្រោមកម្រិតច្បាស់ខ្ញុំដាក់400បន្ទាប់មកខ្ញុំនឹងចុច OK ឥឡូវខ្ញុំសុំសួរមើលតិចអូខេអញ្ចឹងកន្លែងនេះ name របស់ខ្ញុំ file name ឯកសាររបស់ខ្ញុំដាក់ថា creating logo ហើយទំហំនៅកន្លែងនេះបាទគឺខ្ញុំដាក់10 cm តឹង10 cm កម្ពស់10 cm ហើយ resolution ដាក់400បន្ទាប់មកខ្ញុំចុច OK តែម្ដងណាអូខេឥឡូវនៅពេលដែលខ្ញុំចុច OK ហើយវាមានផ្ទាំងមួយបាទចេញផ្ទាំងឲ្យតែម្ដងបាទដូចរឿងកាហាយភ្នែកជីបតូមសុំវិញសាត់វាចូលភ្នែកកាហាយមកអូខេឥឡូវគឺយើងបាន background មួយហើយបន្តមកគឺខ្ញុំចង់បង្ហាញបងប្អូនឲ្យរបៀបធ្វើ logo រង្វង់មូលអញ្ចឹងបងប្អូនចូលនៅកន្លែងនេះណាកន្លែងឧបករណ៍មួយនេះគេដាក់ឈ្មោះថា ellipse tool ឬក៏ ellipse ពាក្យ ellipse ហ្នឹងគឺយើងសម្រាប់គូជារង្វង់ណាឥឡូវខ្ញុំចូលទៅ tool នឹងមួយបាទ ellipse tool បន្ទាប់មកគឺបងប្អូនចាប់ស៊ីជាទូទៅយើងចាប់ស៊ីហើយចាប់ឲ្យឆ្វេងជាប់ណាចាប់ស៊ីចាប់ឲ្យឆ្វេងយើងគូទៅអានេះគឺមានន័យថាវាអត់មូអាហ្នឹងមានន័យថាអត់មូទេខ្ញុំដកចោលខ្ញុំលុបចោល delete មកហើយខ្ញុំចាប់វាអត់តន់ដាច់ទេយើងចាប់ control វិញម្ដងចាប់ control ចាប់ឲ្យឆ្វេងទាញបែបនេះมันវាមូអូខេអញ្ចឹងបងប្អូនចង់ឲ្យបានមូ complete ណាចាប់ control ហើយចាប់ឲ្យឆ្វេងហើយចាប់ទាញមកបាទអូខេឥឡូវគឺខ្ញុំបានរង្វង់មូលមួយហើយគឺយើងផ្ដាច់វាចេញយកមកឆ្វេងទៅចុចនៅកន្លែងឧបករណ៍មួយដែលមានឈ្មោះថា pick tool នៅលើហ្នឹងខ្ញុំសូមសួរមួយបន្តិច
vì miền trung sinh nhà rồi muối còn tóm máu bằng ôn dọc việt thập pixel đấy ok bậc nông cam thì đo Photoshop cái đại mù thầu tại cái nông này như hai pixel cái lắc lấy mù thầu máu pixel máu lấy ok nhưng bàn tầm hồng vùng mù lấy và xây dựng trong room biết chập xì bị room á chập xì hay chập bị đang chập xì bên đây thà bị tiền tới cứ trong bị tội smart không smart chứ nè lấy những chập xì trong room vô phần này bản top móc cứ nhung trong copy save vùng mù lớn bên đây thang trong từ cục từ lơ save được một sản tiền đây cứ nhung check control C control V nè control C control V lơ keyboard còn top móc trong mình chập C ở chóp chập màu chuối tiềnแบบนี้chẳng bên đây thà dương room vô phần này máu lấy dương ban vùng P được nông cầm thì cái đó nè việc design logo hai này sắt chốt này sau mấy màu bị bắt bò máu là khi diêm thua bị ô chun á ok lấy cứ dương ban vùng P hỏi trong một ôn được chạm bò lấy những chạm bò được nông nít nhung vô bò máu đưa có bò kêu chân tấn đưa có bò ấy của bán là dùng bò sờ lạnh lấy dùng bò kêuแบบนี้hỏi à không nông nít cứ dùng bò sò chẳng bên đây thành lạnh khẳng nông nít bây giờ trong dọc về chỉ bò sò dùng tra màu đầm nè những click màu đầm dùng hài nè click màu đầm do biệt tha set outline màu chuối xong mình chạy lại nâng click màu đầm bên đây tha chọn lưu viết chạy lơ vùng bọt tối click màu đầm right click màu đầm nâng máu do biệt tha set color outline cái vị trí bò sò outline một tóm mới nhưng trong bàn size thống một con từ lơ cái này tại miền ruột bịch mùi nứng và ruột bịch nứng cứ dần dần lại nứng không nó thì miền nắn miền hạt khe lại tránh dần dần nắn miền này ở toàn thì chẳng trong hai một con dọc bầy tới thì nứng lấy nhầm chạy dọc bầy bầy tụi bầy ok lấy kia bàn tụi cùng thùng cái bẫy rồi do phí rồi còn do mùi cái lá và do mùi cái lá chọn đó bên line nông ní dương bài vô thế mà line cả cào online nó dương vô nằm á chẳng trong đồng copy thằng nông ní tới thằng cào tiền trong check control và nhầm check control C control V đấy check control C control V bọn top nó nhầm chạm C hay chúa ở chạm máy về tiền ba ơi trong tiền riêng thông tích trong bên đây thằng bên là dương chạm C nói dương chạm máy về tiền bên đây thằng đi riêng tới thằng o thằng đó được nông logo nè ở lấy dương phải room size viên mình tịch tới cứ vô muối tới hồi thằng nông đấy cứ dương ai vô mùi được nhé chẳng dương ban style đi mùi bà sân chị bông ôn trong ngoài về rút prao máy prao cli và vào trong quần lắng nó dừng từ việc chặt xe chót rồi ok next bạn lấy dừng ai chặt xe từ rùm hàng nông này dừng đấy ok còn to móc bông ôn lại thà nông nó dừng cách thà ọt tròn tiền con prao máy chuối select được nhóm này dừng prao máy chuối nó select được bỏ select càng gì đó vô nơi cái này cái nhóm xuông mấy thông mình tính đây cái này ní cứ cái đặt là align and distribution chẳng gì được lại ní hai viên trên trang môi nơi cái này cho rồi dùng center máu được nhóm cu và hành lại đi nè ok lại nhóm chối được lừa việc đấy việc rất là tốt cả đà là giống như đây tha vùng đại như cu logo nó cứ việc trong cả đà là ô tầm đó đáng vì vòi dừng vô tầm đó này ok nói nhưng bắt châu lại phải đi tới ok lấy dương chùm lệch đại dương trong cả đà nói ở vậy thì dương trong sẽ lấy trên xe đồng nít chùm đạn sò ok chống trôn cái này sò e ní cứ ao mua tha thạch bên đây tha dương xe chia sò này không cầm thì cái rõ này chỗ rồi hỏi trong prao mở chuối dùng chạy lừa việc bật ngồi mắt hỏi mình tóm mắt nhung việt sò lấy nhung đạn thà
បាទ100%យ៉ាងទៅអូខេពីចង់នេះអូខេ100%អញ្ចឹងខ្ញុំប្រើ pixel ច្បាស់តបមកខ្ញុំចាក់ពណ៌សចូលហើយខ្ញុំទាញលើនេះដាក់ក្នុងនេះខ្ញុំចាក់ពណ៌សចូលមួយហើយខ្ញុំចាប់ shift ខ្ញុំអាចបរួមបានធំណាអូខេចាប់ shift មកអាចបរួមបានណាអូខេឥឡូវគឺlogo នេះយើងអត់ដឹងថាកដាលទេ100%នោះចឹងខ្ញុំនឹង select 100% នេះខ្ញុំ select ទាំងអស់ហ្មង select បែបនេះហើយខ្ញុំចូលដូចមិញចឹងគឺបាទយក align ណាយើងនៅថា align and distribute ហ្នឹងគឺចុចលើ center មកចឹងមានន័យថា 100% នឹងវាចំកដាល logo ទាំងអស់បាទអូខេបិទតែនេះចោលបន្ទាប់មកគឺខ្ញុំចង់ឲ្យបងប្អូនបាទសរសេរថាយើងចង់បានសរសេររង្វង់មូលនៅក្នុងនេះចឹងណាបាទអក្សររង្វង់មូលហ្នឹងអញ្ចឹងខ្ញុំ copy line មួយមានន័យថាខ្ញុំ copy ខាងក្រៅនេះគឺខ្ញុំចុច Ctrl C Ctrl V ទេណា Ctrl C Ctrl V ហើយខ្ញុំចាប់ C ខ្ញុំចាប់មកឆ្វេងព្រីអញ្ចឹងអក្សរខ្ញុំដាក់ត្រង់ចំណុចនេះបន្ទាប់មក line ហ្នឹងគឺខ្ញុំយកឲ្យវាទូចណាខ្ញុំចុចកន្លែងនេះបាទយកពាក្យថា hairline ហ្នឹងមកបាទវាទូចហើយអូខេរួចហើយយើងយកកន្លែងអក្សរ A វិញបាទចុចមកឆ្វេងទៅសេអក្សរនោះដាក់ថាចេះទៅបាទ how ឬក៏ creative បាទ creative designer អញ្ចឹងខ្ញុំឧទាហរណ៍ឬក៏ creative decor បាទ decor មានន័យថាអូខេបែបនេះអញ្ចឹងខ្ញុំដាក់ថា creative decor ចុះអញ្ចឹងបន្ទាប់មកខ្ញុំប្រើមកឆ្វេងមួយចុចនៅលើ pick tool ណានៅក្នុងកម្មវិធី Corel Draw ហ្នឹងហើយយើងអាចដូរអក្សរ style ផ្សេងៗឥឡូវខ្ញុំយកអក្សរហ្នឹងហើយខ្ញុំចុចពាក្យថា bold ហើយវាច្បាស់ហើយខ្ញុំចាប់មកឆ្វេងដាក់ពីលើនេះខ្ញុំចាក់ពណ៌សចូលតែម្ដងរួចហើយគឺយើងនឹងឲ្យអក្សរហ្នឹងវារៀងរង្វង់មូលនៅចំ logo របស់យើងដូច្នេះបងប្អូនចូលទៅក្នុងនេះមានន័យថាចូលទៅក្នុងពាក្យ text ខ្ញុំសួរមកមើលតិចនៅក្នុងកម្មវិធីចូលពាក្យ text អូខេចូលពាក្យ text ហើយបងប្អូនជ្រើសយកពាក្យថានេះយកពាក្យថា fit បាទ fit text to pass កន្លែងហ្នឹងណាចឹងបើសិនជាយើងចង់ឲ្យអក្សរវារៀងកោងជារង្វង់មូលជា logo បងប្អូនចុចយកពាក្យ text ដែលខ្ញុំស៊ូមនេះហើយបន្ទាប់មកយកពាក្យថាfit text to pass ដែលខ្ញុំគូសបង្ហាញនេះណាអញ្ចឹងយើងចូលយកទាំងអស់គ្នា text fit text to pass បន្ទាប់មកគឺយើងគ្រាន់តែប្រើមកឆ្វេងយើងទាញអូសចុះមកក្រោមមកគឺយើងទាញអូសចុះមកក្រោមបែបនេះអញ្ចឹងមានន័យថាអក្សរហ្នឹងគឺវារត់កោងនៅរង្វង់មូលយើងតែម្ដងថយណាបាទអញ្ចឹងខ្ញុំដាក់ឲ្យមើលហើយខ្ញុំសេរីមកចុចបាយឆ្វេងមួយពុកបន្ទាប់មកគឺយើងទាញបន្ទាត់មួយចុចក្រោមប្រើបាយឆ្វេងទាញបន្ទាត់មកដាក់វាស់ចឹងមកអញ្ចឹង logo ហ្នឹងគឺវាស្មើបាទស្មើគ្នាអញ្ចឹងយើងដាក់បែបហ្នឹងហើយបើសិនជាគិតថាអក្សរហ្នឹងវារៀងទំហំនឹងវាធំពេកណាគឺយើងបរួមនេះបរួមសាយរង្វង់យើងខាងក្នុងនោះចុចមកឆ្វេងហើយចាប់ C ជាប់បរួមមកវានឹងរួមតាមអ្វីដែលយើងបរួមអូខេឥឡូវហើយខាងក្នុងនេះក៏ដូចគ្នាដែរយើងអាចចាប់ C ជាប់បរួមមកខាងក្រៅណារួមយកប៉ុណ្ណេះមកអូខេរួចហើយគឺអ្វីដែលយើងចង់គិតថាឥឡូវយើង design បែបនេះហើយយើងទាញបន្ទាត់វាស់បាទវាត្រង់ហើយឥឡូវខ្ញុំដាក់ថា creative decor ឧទាហរណ៍ណាហើយខាងក្រោមយើងអាចដាក់ជាឆ្នាំអីចឹងទៅបាទអានេះដាក់ឬក៏យើងអាចដាក់ជាអាចអ្វីមួយចឹងណាឥឡូវគឺខ្ញុំដាក់ខាងក្រោមខ្ញុំដាក់តែរូប
រូប style អីផ្សេងៗនេះយើងចង់ដាក់ណាអូខេឥឡូវយើងចូលទៅរត់នឹកសិនចូលស A ដាក់សរសយកតែម្ដង creative decor បាទដាក់ខ្មែរអាចអញ្ចឹងទៅឧទាហរណ៍ឬក៏បាទយើងសរសខ្មែរអាចមានន័យថាបាទរនឹកដាក់ logo មិនកើតអត់ឃើញឥឡូវគឺខ្ញុំដាក់បែបនេះចុះអញ្ចឹងបងប្អូនណាដែលនិយមគាំទ្រនៅ channel YouTube របស់ខ្ញុំបាទអញ្ចឹងបងប្អូនអាចចូលទៅមើលនៅការមេរៀនរបស់ខ្ញុំនីមួយៗនៅក្នុងកម្មវិធី Corel Draw ឬក៏កម្មវិធី Photoshop ឬក៏បាទ Adobe Photoshop ក៏បានPublisher ឬក៏ PowerPoint Word Excel អញ្ចឹងណាអូខេឥឡូវខ្ញុំដាក់ថាខ្មែរអាចឬក៏កន្លែងនេះដាក់ creative decor ហើយខ្មែរអាចបាទឬក៏យើងដាក់ថាអូខេអញ្ចឹងយកប៉ុណ្ណឹងអូខេបន្ទាប់មកគឺយើងដាក់សច្បាស់ហើយពណ៌ចាក់ពណ៌សចូលទៀតហើយបញ្ច្រាស់វាមួយមានន័យខ្ញុំចង់និយាយថានៅពេលដែលយើងធ្វើ logo ហ្នឹងឲ្យវារៀងរង្វង់ខាងលើអត់អីតែខាងក្រោមត្រូវតែបញ្ច្រាស់អក្សរហ្នឹងណានៅក្នុងកម្មវិធី Corel ហ្នឹងគឺនៅក្នុងនេះខ្ញុំស៊ូមឲ្យមើលវាមានពាក្យថា mirror horizontally បាទ flip the object from left to right អញ្ចឹងយើងបញ្ច្រាស់វាមួយមកចុចទៅលើនឹងមួយបាទចុចខាងនេះមួយអញ្ចឹងពីរហ្នឹងយើងចុចមួយឲ្យអក្សរបញ្ច្រាស់មកអូខេខ្ញុំចុចលើវាមួយហើយបន្ទាប់មកគឺខ្ញុំវាអក្សរបញ្ច្រាស់ក្បាលអញ្ចឹងយើងចូលទៅក្នុងពាក្យថា text ខ្ញុំប្រាប់មិញហ្នឹងខ្ញុំស៊ូមឲ្យមើល text បន្ទាប់មកយកពាក្យថា fit text to pass អូខេខ្ញុំនេះចុចបាទ text fit text to pass ហើយយើងអស់មកឆ្វេងយកតែម្ដងណាពេលដែលអស់ហើយវាឲ្យយើងនេះបាទដូចចុចមកឆ្វេងមួយមកបាទចុចមកឆ្វេងប៉ឹកអូខេអញ្ចឹងវាអាចយើងមកហើយនៅខាងលើនេះយើងព្រមទំហំបន្តិចទៅជាទៅទំហំនេះ22អាក្រោម24ណាព្រមវាយក22មកបាទវាយអក្សរនឹងដាក់22មក enter បាទឬក៏អាចព្រមឲ្យទុំជាងនឹងទៀតក៏បានដែរបើយើងចង់ព្រមឥឡូវយើងបណ្ដៃយើងយកព្រមឲ្យទូជាងនឹងតិចយើងអាចដាក់វាត្រឹម17អីចឹងទៅបាទអូខេបែបនេះក៏បានដែរចឹងខ្មែរអាចចឹង creative decor ខ្មែរអាចអីចឹងទៅអូខេបន្ទាប់មកគឺយើងអាចស៊ូមនេះទំហំនេះបាទស៊ូមវាចូលទៅក្នុងទៀតបាទចាប់ស៊ីជាប់ចុចមកឆ្វេងលើបន្ទាត់វងមួយចាប់ស៊ីជាប់ចាប់មកឆ្វេងព្រមហើយវារួមទៅចឹងហើយណាឬក៏ control set វាដូចដើមបាទអូខេអញ្ចឹងគឺខ្ញុំគិតថាខ្ញុំយកប៉ុណ្ណឹងបាទហើយខ្ញុំលុបវងមួយនេះចេញចុចមកឆ្វេងមួយលើវាតមកចុច delete តែម្ដងណាលើ keyboard អូខេអញ្ចឹងយើងបានហើយបើសិនជារង្វង់នេះចាប់ស៊ីជាប់ចុចលើរង្វង់2ហ្នឹងមកហើយចាប់មានន័យថាចាប់ចុចមកឆ្វេងមួយចាប់ស៊ីជាប់ចុចលើរង្វង់ក្នុងមួយទៀតតមកយើងចាប់ស៊ីជាប់យើងបរួម2រង្វង់ហ្នឹងឡើងទៅលើវិញមកហើយលែងចេញមកបាទខាងនេះក៏ដូចគ្នាដែរបាទខាងក្នុងចាប់ស៊ីជាប់ចាប់មកឆ្វេងបាទអូខេអញ្ចឹងគឺយើងបានបែបនេះណាហើយអានេះគឺខ្ញុំព្រមខ្ញុំអាចកលវាឡើងទៅលើអីចឹងទៅបានភាសាតាអក្សរវាទូចអូខេខ្ញុំអាចបរិយាអក្សរនេះមួយបានខ្ញុំ select ទៅវាខ្ញុំដាក់24មើលដូចការនេះ24 enter បាទវាប៉ាន់
rồi còn nhung chạch máy chuế nhung select lưu viêm là phây pi rồi có price năm các bạn pi pon phây muối nó ui khó bài chân mất rồi trường đã phây buộc phây pi mới nhung con ui khó thế rồi một con này thường mấy các bạn ấy con này lấy cái chúng ta thà creativity của một rồi pi pon phây muối chẳng tới rồi hàng cào ní cứ trong nhung chạch control C control V còn tóm nó nhung đọc qua chứ nhung chạch cái lại nè cái lại cái đặt quay nè mong đi nữa chạch đều viên máu ok lấy nhung chặt qua nhung click màu chạch màu đám vô biệt thà set outline color hay nhung chạm xì job nhung brick biệt và đi này chỉ thực tế là sau đấy cứ vì tại sao bị chọp chung môi đường line mà nhóm ba line đây trong lục cháu bên này line này cứ nhung chạch máy chuế nhung do biệt thách fit take to pack nâng nó hay nhung off từ lửa và toàn để nhung trong bàn thì mình bạn đã cái này này đã đi bài chạy máy chuê mũi chống mà đầu tiết và take fit take to pass và take fit take to pass những ống những ai đã ăn nóng các bạn này nóng và toàn nóng đi các bạn ok các bạn cài đi các bạn chạy máy chuê mùi máu chạy máy chuê phật các bạn đi tới ok hãy lấy cứ khiêm bàn thì nói là cái khiêm rất có khiêm copy line như các bạn này nhung chạy control C control V mình tóm mà nhung click mở sẽ đám chặt set online máy chuế mình tóm móc nhung chặt xì chốt tiên mong cái mình mới và vì mong cái ok ở nhung chặt xì chốt đỏ bạn mình nói lại nếu như ai vô ai thông thì thằng pì đó thì tranh bạn này đấy ok và rồi thấy chấn thế cứ chia được việc design nhá cái lại ní đăng thật click mở đám rồi có dừng mở bỏ vì chấn dừng click và click lại ní các bạn đấy chật lỏng có click máy quay tí đó vì tranh trang bài này mỗi dương ai chập nhẹ vô máy chuế chập đều về chỗ vẫn đẳng cơ tên các bạn hỏi vô việc lại đi bỏ ra máy chuế hỏi vô máy chuế lừa lại pen nít cho từ lọn qua mùi máu hỏi ok mất chắc là đi bị ok qua về đôi kia nhé bà lấy cứ dương ban phần này hỏi cái này ní cứ dương anh chụp dòng muối dương ra máy chuối tiên đã toàn lên người mất anh ấy dương click mở đám khát máy chuối bà ok hãy lấy cứ dương cua tại đặt sân nhà muối nữa tình đi ok tránh nhầm chụp cái này ế còn top chụp máy chuối nhầm chặt chụp xí nơi lại cài đó lại nhà cồn đó ở trong đồ cô việt tới gì online tham như mình nó inter tham bạn nói tham như Roman bà chẳng vì ảo đấy nên nhiều mình vào thôi đi mối chưa do tham như Roman thì ảo có chạm máy thuê mà đã lại đi nó hay chạm có so thôi mà bạn zoom lên không mà chạm xì hay chốt cho máy thuê break bà nhé bạn thấy nó xa đây rồi biết design logo mình chọn chắc nhầm copy này control C control V chạm vào đạn này zoom về thông á chẳng sự không thao video này còn ôn cho từ bơ được trong YouTube bọc nhóm ai mình phải giàu ai để check bạn đấy những nhầm đạn cao phần ok
ស្មានវាខ្លួនឯងឥឡូវខ្ញុំចាប់ស្មានមើលអូខេឥឡូវគឺខ្ញុំបាន logo មួយហើយដាក់ថា Creative Decor 100% បាទ2021ឬក៏ខ្ញុំអាចដាក់ជាបាទដាក់ថា Creative Decor 100% 2021 ហើយយកឡើងនេះដាក់ YouTube ក៏ល្អដែរអូខេឥឡូវដាក់ Jason បាទឥឡូវរួចហើយខ្ញុំគិតថា logo នឹងយកប៉ុណ្ណឹងទៅខ្ញុំ click កន្លែងនេះខ្ញុំ click មកស្ដាំខាត់ចោលមកឆ្វេងហើយបន្ទាប់មកខ្ញុំselect លើ logo នេះខ្ញុំ select បែបនេះហើយបន្ទាប់មកខ្ញុំ click មកស្ដាំខ្ញុំយកពាក្យថា crop មកឆ្វេងបន្ទាប់មកវា crop ហើយខ្ញុំចង់ចុច delete នៅលើ keyboard មានន័យថាលុបទាំងអស់ហើយខ្ញុំចង់បានវាមកវិញចុច control និង alt z នេះសូមបញ្ជាក់អូខេឥឡូវចាប់ស៊ីឲ្យជាប់ចាប់មកឆ្វេងបាទឃើញទេឃើញទេបាទចឹងមានន័យថាយើង select លេងចេះហើយ click មកស្ដាំចុច crop បាទគ្រប់ហើយមានន័យថាយើង select ចឹងមកចាប់ស៊ីឲ្យជាប់រីកមើលបាទនេះនេះរីកមកវារីកទាំងអស់ហើយបាទកលវាធ្វើម៉េចដាក់ចំកណ្ដាល background មកអូខេឥឡូវគឺយើងបាន logo មួយហើយបាទ Creative Decor បាទ 100% 2021 ឥឡូវគឺយើងចូលទៅការ save វាជារូបភាពបាទរបៀប save វាជារូបភាពគឺបងប្អូនចូលទៅកន្លែងពាក្យថា file អូខេចូល file ហើយគឺបងប្អូនចូលពាក្យថានេះបាទពាក្យថា export ដែលអក្សរកាត់របស់វាគឺ control បូកអក្សរ e ណាអូខេឥឡូវយើងចូលពាក្យ file បាទអូខេexport មិន export for ណា export បាទពេលហើយគឺវានឹងចេញផ្ទាំងឲ្យយើងមួយដាក់ពាក្យសម្រាប់ logo file name យើងដាក់ឈ្មោះចឹងដដែលហើយយើងចង់ save វាឲ្យជាប់ផ្ទៃ background គឺបងប្អូនយកពាក្យថា save as ហ្នឹងកុំជ្រើសរើសយកពាក្យថា JPG អីព្រោះ JPG ជាទូទៅនៅពេលដែលយើង save ទៅវានឹងចេញផ្ទាំង background ពណ៌សនៅពេលដែលយើងយកវាទៅដាក់ក្នុងកម្មវិធីផ្សេងតើយើងកាត់ពណ៌សនឹងចេញទៀតអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញបងប្អូន save កុំឲ្យជាប់ផ្ទៃ background ខាងក្រោយជាមួយ logo ហ្នឹងគឺយើងចុចយកពាក្យថា PNG Portable Network Graphic ណាចុចលើវាអញ្ចឹងមកហើយដាក់លើ desktop ឲ្យសុំមើលបាទនេះឈ្មោះឯកសារនិងការ save របស់ខ្ញុំចុច export យកតែម្ដងអូខេនៅពេលយើងចុច export មើលបងប្អូនវាចេញនឹងផ្ទាំងមួយថា export to PNG ហើយសូមមើលនៅក្នុងនេះវាអត់មានផ្ទៃនៅខាងនេះវាអត់មានផ្ទៃ background ពណ៌សជាប់ជាមួយទេឃើញទេបាទវាស្រឡះស្អាតតែម្ដងពេលដែលយើងចង់កាត់វាយកទៅដាក់ក្នុង Word យកទៅដាក់ក្នុងកម្មវិធី Photoshop ឬក៏យក logo ហ្នឹងទៅធ្វើជា thumbnail ខ្នាត logo នៅក្នុងchannel YouTube របស់យើងហ្នឹងគឺវាអត់ជាប់ផ្ទៃ background អីញ៉ៃទេអញ្ចឹងណាអូខេអញ្ចឹងយើងចុច save យកតែម្ដងអូខេមកបាទរួចហើយខ្ញុំ stand by ឡើងនេះមួយហើយខ្ញុំ refresh បន្តិចខ្ញុំចូលទៅមើលរូបភាពដែលខ្ញុំ design ពេចមកស្ដាំខ្ញុំយកពាក្យ open អញ្ចឹងlogo របស់ខ្ញុំគឺវាបានហើយបាទវាដាក់ថា Creative បាទ Decor បាទដល់ចង់คลิกអង់គ្លេស Creative Decor មានន័យថាការច្នៃប្រឌិតបាទការ design ប្រកបដោយការច្នៃប្រឌិតហើយខ្ញុំដាក់ការជីហើយនឹង 100% ហើយ2021អូខេអញ្ចឹងសង្ឃឹមថាការ design logo នេះមេរៀននៅក្នុងថ្ងៃនេះក្នុងកម្មវិធី Corel Draw បាទ2021នឹងមានប្រយោជន៍សម្រាប់មិត្តអ្នកសិក្សាហើយបើចង់ចេះdesign នោះសូមមិត្តអ្នកសិក្សាកុំភ្លេចចូលទៅមើលនៅក្នុង YouTube របស់ខ្ញុំដែលមានឈ្មោះថាកំសាន្ត99ដោយវាជាភាសាអក្សរឡាតាំងគឺ KOM SAN ហើយដាក់លេខ99ចឹងនៅក្នុងមេរៀនរបស់ខ្ញុំគឺមានបង្រៀនដូចជាកម្មវិធីជំនាញកុំព្យូទ័រ Microsoft Word Excel PowerPoint Publisher
Photoshop Corel Draw និង Align បាទហើយនឹងមានបង្រៀនជាភាសាអង់គ្លេសបាទបង្រៀនជាតន្ត្រីបាទខ្ញុំមាន channel ផ្សេងៗទៀតបាទអូខេអញ្ចឹងនៅក្នុងមេរៀននេះគឺយើងជួបគ្នាប៉ុណ្ណឹងហើយសង្ឃឹមថាមិត្តអ្នកសិក្សានឹងយល់ហើយតាមដាននៅការបង្រៀនរបស់ខ្ញុំនៅក្នុង channel YouTube របស់ខ្ញុំបាទពេញចិត្តនៅវីដេអូនេះសូមជួយចុច Subscribe នៅ channel ខ្ញុំផងហើយកុំភ្លេចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗពី channel កំសាន្ត99ហើយខ្ញុំសូមអរគុណរាល់ការចុច Subscribe ពីមិត្តអ្នកសិក្សាដែលគាំទ្រនៅ channel របស់ខ្ញុំបាទឥឡូវគឺខ្ញុំបានឡើងដល់ទៅ715 Subscribe ហើយសង្ឃឹមថា2ខែទៀតខ្ញុំនឹងគ្រប់ចំនួននៅក្នុងការកំណត់របស់ YouTube បាទសូមអរគុណច្រើនជួបគ្នាជាមួយនឹងវីដេអូក្រោយៗសូមជម្រាបលា